ពុទ្ធសាសនាមហាយានខុសគ្នាជាមួយពុទ្ធសាសនាថេរវាទឬក៏ហិនយានបើចឹងយើងសពថ្ងៃនេះគឺគោរពក្នុងពុទ្ធសាសនាថេរវាទឬក៏ហិនយានមិនមែនជាមហាយានឬក៏វជ្ជយានទេមហាយានខុសគ្នាពីហិនយានឬក៏ថេរវាទត្រង់ថាអ្នកដែលគោរពក្នុងពុទ្ធសាសនាមហាយានគឺអត់ឆាន់សាច់ទេព្រោះឆាន់តែបន្លែទេគឺក្នុងពុទ្ធសាសនាមហាយានគេគិតថាបើមានអ្នកឆាន់ឬក៏មានហូបសាច់ទើបមានអ្នកសម្លាប់អញ្ចឹងគេមិនហូបទេគេមិនពាក់ព័ន្ធមួយជីវិតសត្វទេគេហូបតែរុក្ខជាតិទេណាហូបតែបន្លែទេបងហើយក្នុងលទ្ធិសាសនាមហាយានគឺអ្នកដែលបួសជាសិស្សរបស់ព្រះសម្មាសម្ពុទ្ធក្នុងមហាយានគឺមិនសូវតឹងរឹងដូចយើងហិនយានដោយត្រូវមានក្រងស្បង់ជីពោត្រឹមត្រូវដូចក្នុងពុទ្ធដោយពេលដែលពុទ្ធនៅក្នុងធរមាននៅទេមហាយានគឺពាក់កៅអៅពាក់អីដូចយើងសេរីយើងដែរប៉ុន្តែគ្រាន់ថាកៅអៅហ្នឹងរបៀបជាស្បង់ជីពោស្បង់ជីពោហាត់គុណហាត់អីធ្វើការអីធម្មតាប៉ុន្តែគាត់ថាគេយកព្រះក្នុងចិត្តជាធំមិនមែនថាពាក់ស្បង់ជីពោត្រឹមត្រូវហើយមិនសូវមានព្រះទេគឺគេយកព្រះក្នុងចិត្តដាក់នៅក្នុងចិត្តដូចក្នុងព្រះពោធិសត្វអញ្ចឹងពោធិសត្វមួយគឺមានការគោរពនៅក្នុងព្រះពុទ្ធដូចជាអវលោកេស្វរៈឬលោកេសូហ្នឹងគឺលោកមានរូបព្រះពុទ្ធអមិតភៈហ្នឹងគឺមាននៅក្នុងកាយតែម្ដងតំណាងអីតំណាងថាដង្ហើមចេញដង្ហើមចូលខ្យល់ចេញចូលនៅក្នុងសរីរាង្គទាំងមូលគឺជាធម្មជាតិនៃព្រះពុទ្ធអមិតភៈនឹងឯងអញ្ចឹងបានគេសាងសង់រូបព្រះពុទ្ធអមិតភៈហ្នឹងពោធិសត្វអមិតភៈហ្នឹងគឺមានរូបព្រះនៅគ្រប់កន្លែងទាំងអស់ហើយអ្នកដែលកាន់សាសនាពុទ្ធសាសនាហិនយានឬក៏ថេរវាទនឹងមិនសូវយល់មិនសូវដឹងខាងហ្នឹងឯងគិតថាមិនតំណងយកពុទ្ធដាក់នៅក្នុងជើងនៅអីចឹងទៅអាហ្នឹងវាខុសគ្នាកន្លែងហ្នឹងតាមពិតក្នុងពុទ្ធសាសនាមហាយាននេះដូចក្នុងប្រទេសចិនយ៉ាងហ្នឹងក៏ដែលមានប្រសង់មានអីស្លៀកពាក់របៀបដូចជាលោកកោលតងោប៉ុន្តែពាក់ដូចមានអាវអញ្ចឹងណាក៏ហើយយកព្រះពោធិសត្វគង់ស្អ៊ីមហ្នឹងជាព្រះអញ្ចឹងគេជឿថាក្នុងពុទ្ធសាសនាមហាយានហ្នឹងគឺព្រះពោធិសត្វគង់ស្អ៊ីមហ្នឹងគឺជាចំណែកមួយរបស់ព្រះពុទ្ធដូចយើងអញ្ចឹងព្រះលោកេស្វរៈឬក៏លោកេសូហ្នឹងគឺជាចំណែកមួយរបស់ព្រះពុទ្ធអមិតភៈនៅទិសខាងលិចហ្នឹងណានៅទិសខាងលិចហ្នឹងដែលរឿងចិនភាគច្រើនគេឃើញថាំងជេងចម្លងធរដើរទៅទិសខាងលិចដើម្បីយកធរហ្នឹងដើម្បីមកផ្សព្វផ្សាយដោយប្រជារាស្ត្រឬក៏មនុស្សលោកយើងដើម្បីឲ្យបានយល់នៅធរណាកន្លែងហ្នឹងអាហ្នឹងបានពេលដែលបុព្វបុរសខ្មែរយើងពីមុនហ្នឹងលោកជឿយ៉ាងហ្នឹងបានលោកគោរពក្នុងពុទ្ធសាសនាមហាយានគោរពព្រះពុទ្ធអមិតភៈដែលនៅទិសខាងលិចអញ្ចឹងបែរមុខមកទិសខាងកើតអញ្ចឹងព្រះពុទ្ធអមិតភៈហ្នឹងគឺប្រចាំព្រះពុទ្ធនៅទិសខាងលិចគេហៅថាថាំងជេងចម្លងធរនៅទិសខាងលិចកន្លែងហ្នឹងតាមពិតទៅបើចិនវិញគេថាព្រះម៉ែកុងស្អ៊ីមហ្នឹងឯងព្រះពុទ្ធជាព្រះពោធិសត្វនៃព្រះពុទ្ធបើថាខាងចិនខ្មែរយើងហ្នឹងគេលោកកេសូហ្នឹងឯងជាព្រះម៉ែកុងស្អ៊ីមណាប៉ុន្តែប្រែរូបជាប្រុសជាស្រីអញ្ចឹងទៅតាមដែលលោកប្រែរូបប្រែកាយទៅតាមដំណើរនៅក្នុងពេលវេលាកាលដែលសមគួរណាមួយទៅណា